ខសាច់3ជាន់ណាចេញមកពណ៌អញ្ចឹងមិនឆ្ងាញ់បងប្អូនទឹកខបែបរៀងខាប់សាច់3ជាន់ងុំផុយឆ្ងាញ់ទៀតទៅនិយាយពីថារសជាតិប្រៃផ្អែមឈ្ងុយឆ្ងាញ់ណាស់មានម្រេចនៅក្នុងហ្នឹងណាបងប្អូនហើយចំពោះខបើសិនជាយើងខជាមួយ3ជាន់នេះអត់ពងក្រួយនិងពងទាមិនបានគឺយើងលាយចូលដូចខ្ញុំចេះមករសជាតិខគឺឆ្ងាញ់មែនទែនងាកកលេចមកមើលការខរបស់ខ្ញុំជាដំបូងគេគឺយើងត្រូវតែមានស្ករត្នោតនេះឯងបងប្អូនគឺយើងត្រូវការយកវាមកកូរឲ្យឡើងពណ៌ជើងក្រងជាមុនសិនណាបើបានស្ករត្នោតថ្មីដូចខ្ញុំចេះកាន់តែឈ្ងុយបន្ទាប់ពីកូរស្ករមើលថាវាឡើងពណ៌ជើងក្រងគឺខ្ញុំចាប់ផ្ដើមថែមខ្ទឹមសចិញ្ច្រាំចូលបន្តិចទៀតបន្ទាប់មកថែមម្រេចម៉ត់ចូលគឺខ្ញុំកូរវាម្សៅទៀតណាកូរចុះកូរឡើងចាប់ផ្ដើមដាក់ទឹកត្រីចូលទឹកស៊ីអ៊ីវប្រេងខ្យងប៊ីចេងម្សៅស៊ុបហើយនិងអំបិលរសជាតិគឺយើងលៃលុកគ្រឿងផ្សំដាក់មកល្មមសិនទៅបងប្អូនដោយសារតែយើងត្រូវការរងាស់សាច់នេះបែបរៀងខាប់ណាគ្រឿងក្រៅដែលខ្ញុំដាក់ចូលមិញហ្នឹងខ្ញុំកូរវារហូតតទៅវាមើលថាឡើងក្លិនឈ្ងុយខ្លាំងហើយពណ៌ក្រហមប៉ុណ្នេះហើយគឺយើងអាចដាក់សាច់ជ្រូកនេះចូលទៅក្លុកជាមួយគ្នាបានណៃបាទនិយាយពីក្លិនវិញបងប្អូនគឺឈ្ងុយខ្លាំងណាស់ពេលដែលយើងកូរគ្រឿងបែបហ្នឹងណាបន្ទាប់ពីខ្ញុំដាក់សាច់ចូលហើយគឺខ្ញុំក្លុកចុះក្លុកឡើងមើលថាវាចូលសព្វបានខ្ញុំដាក់ពងទាហើយនិងពងក្រួយនេះចូលទៅក្លុកជាមួយគ្នាម្ដងទៀតត្រង់កន្លែងនេះគឺខ្ញុំអត់តន់ចាក់ទឹកចូលភ្លាមទេបងប្អូនដោយសារតែខ្ញុំត្រូវការរងាស់សាច់ជ្រូក3ជាន់ឲ្យវាដាច់ទឹកជាមុនសិនទៅធ្វើឲ្យខរបស់យើងរងាស់ចេញមកគឺមានជាតិឆ្ងាញ់ហើយក្លិនឈ្ងុយទៀតបន្ទាប់ពីខ្ញុំគ្របគម្របបាន5ទៅ6នាទីបើគម្របចេញគឺសាច់ជ្រូកក៏មានទឹកប្រៃបែបនេះបងប្អូននិយាយទៅទឹកប្រៃទាំងអស់ហ្នឹងគឺយើងរងាស់វាធ្វើម៉េចឲ្យវារីងសិនណាពេលដែលវារីងទឹកប្រៃក៏ធ្វើឲ្យសាច់ជ្រូករបស់យើងខចេញមកឡើងពណ៌ក្រហមស្អាតបែបនេះណាបងប្អូនរីឯសាច់ជ្រូកវិញក៏មានក្លិនឈ្ងុយដែរនិយាយទៅចំពោះការខបងប្អូនសាកធ្វើតាមវិធីមួយនេះទៅធានាឲ្យថាសាច់ខរបស់យើងងុំឆ្ងាញ់ហើយពងទានឹងក៏ញ៉ាំឆ្ងាញ់ដូចគ្នាដែរចំពោះការចាក់ទឹកចូលខគឺយើងអត់ប្រើទឹកច្រើនទេហើយក៏ចាក់ច្រើនសារដែរគឺយើងចាក់ទឹកបន្តិចសិនទៅណាការចាក់ទឹកនេះគឺខ្ញុំប្រើកន្លះកូនចានសិនរួចហើយគ្របគម្របវាទុកចោលរយៈពេលនៃការរងាស់របស់ខ្ញុំខនេះគឺខ្ញុំប្រើពេលវេលារៀងយូរគួរសមដែរទងប្រហែលជា45នាទីទៅ50នាទីអីបងប្អូនដើម្បីឲ្យខរបស់ខ្ញុំកាន់តែងុំឆ្ងាញ់ហើយគឺមានជាតិទៀតណាការរងាស់ខរបស់ខ្ញុំនេះរឿងអីមិនយូរបើខ្ញុំប្រើភ្លើងរងាស់តិចហ្នឹងបងប្អូនយើងអត់ត្រូវការបង្ខំភ្លើងទេបើសិនយើងចង់ខឲ្យឆ្ងាញ់ណាគឺយើងប្រើភ្លើងតិចបានខរបស់យើងរងាស់ចេញមកគឺមានជាតិហើយងុំបែបនេះបងប្អូននិយាយទៅសាច់ជ្រូកវិញឡើងទន់ឆ្ងាញ់ណាស់រីឯទឹកខវិញបែបរៀងខាប់ល្មួតជាប់ជាមួយនឹងសាច់ជ្រូក3ជាន់ទន់អញ្ចឹងណាដួសដាក់ស្រូបពីលើបាយរៀងក្តៅដូចខ្ញុំចេះទៀតមកបងប្អូនអើយនិយាយពីថារសជាតិចាប់ជាតិគ្នាញ៉ាំទៅឆ្ងាញ់ណាស់ប៉ះមេនៅខាងការរៀងភ្លៀងរលឹមស្រេចទៀតបានខរៀងខាប់អញ្ចឹងញ៉ាំជាមួយនឹងបាយក្តៅគឺឆ្ងាញ់ណាស់បងប្អូននិយាយទៅចំពោះការខបើសិនជាបងប្អូនចង់ខបែបរៀងខាប់អាចសាកធ្វើតាមវិធីដែលខ្ញុំលើកបង្ហាញនៅក្នុងនេះបានធានាឲ្យថាវិធីធ្វើនឹងចេញមករសជាតិគឺញ៉ាំទៅជក់មាត់ណាស់អញ្ចឹងហើយសម្រាប់ខសាច់ជ្រូក3ជាន់នេះជូនចំពោះបងប្អូនដែលគាត់ចូលចិត្តញ៉ាំកុំភ្លេចធ្វើញ៉ាំផងរសជាតិនឹងធ្វើចេញមកអត់ឲ្យខកចិត្តទេនិយាយមែន